bong bồn từng ở kia từng phim từng bong bồn từng ở kiaពេលខ្លះពួកយើងតែងតែមានការព្រួយបារម្ភយើងតែងតែខ្វល់ខ្វាយថាកាលណាដែលយើងទាំងអស់គ្នាប្រាប់បងប្អូនយើងទាំងអស់គ្នាបាប់ប្រាប់បងប្អូនណាម្នាក់ថាអូគាត់ធ្វើយ៉ាងនេះមិនត្រឹមត្រូវគាត់ធ្វើយ៉ាងនោះមិនត្រឹមត្រូវស្របតាមព្រះគម្ពីរទេយើងខ្លាចថាគាត់នឹងព្រួយចិត្តយើងខ្លាចថាគាត់នឹងអន់ចិត្តយើងខ្លាចថាគាត់នឹងលែងរាប់អានយើងប៉ុន្តែប្រសិនបើបងប្អូនទាំងអស់គ្នាមិនប្រាប់គាត់ទេគាត់គ្មានថ្ងៃដឹងខ្លួនថាការដែលគាត់ធ្វើនោះមិនត្រូវតាមព្រះគម្ពីរទេហើយប្រសិនបើគាត់មិនព្រួយចិត្តទេគាត់មិនគ្មានថ្ងៃនៅក្នុងការធ្វើការផ្លាស់ប្រែនោះឡើយហើយធ្វើយ៉ាងម៉េចដើម្បីយើងបង្ហាញសេចក្តីស្រឡាញ់របស់យើងនៅពេលដែលយើងឃើញបងប្អូនយើងធ្វើខុសហើយយើងបណ្ដោយឲ្យគាត់នៅតែធ្វើខុសតទៅទៀតមានពេលដែលលោកសាវកពលធ្វើឲ្យបងប្អូននៅក្នុងសេចក្តីជំនឿខូចចិត្តដែរមានពេលដែលគាត់បានស្ដីបន្ទោសគេហើយធ្វើឲ្យគេអាក់អន់ចិត្តដែរប៉ុន្តែយើងមើលពីគំរូរបស់គាត់ថាតើការដែលគាត់ធ្វើឲ្យគេអាក់អន់ចិត្តនោះជាប្រយោជន៍ឬក៏មិនមែនជាប្រយោជន៍នោះទេសូមឲ្យយើងបានមើលនៅក្នុងព្រះគម្ពីរករិនថូសខ្សែទី2ចំពុកទី7ខ8ដល់ខទី10ករិនថូសខ្សែទី2ចំពុកទី7ខ8ដល់ខទី10ព្រះគម្ពីរចែងថាត្បិតបើសិនជាខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តដោយសម្បត្តិនោះខ្ញុំក៏មិនស្ដាយដែរទោះបើស្ដាយពីមុនក៏មែនព្រោះខ្ញុំឃើញថាសម្បត្តិនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយសូម្បីតែមួយផ្លែតក៏មែនគង់តែខ្ញុំអក្នុងពេលឥឡូវនេះវិញមិនមែនដោយព្រោះអ្នករាល់គ្នាកើតទុកព្រួយទេគឺដោយព្រោះអ្នករាល់គ្នាព្រួយរហូតបានប្រែចិត្តវិញទេតើត្បិតអ្នករាល់គ្នាបានកើតទុកព្រួយបែបដែលគប់ព្រះハរតីដល់ព្រះដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វីដោយព្រោះយើងខ្ញុំឡើយព្រោះសេចក្តីព្រួយដែលគប់ព្រះハរតីដល់ព្រះនោះរមែងនាំឲ្យប្រែចិត្តឡើងប្រយោជន៍ឲ្យបានសង្គ្រោះជាសេចក្តីដែលមិនត្រូវស្ដាយឡើយតែសេចក្តីព្រួយរបស់លោកីនោះបង្កើតសេចក្តីស្លាប់វិញនេះគឺជាគំរូសម្រាប់យើងទាំងអស់គ្នានៅក្នុងការដែលប្រាប់បងប្អូនយើងណាម្នាក់ពីអ្វីដែលគាត់កំពុងតែធ្វើទោះបីជាគាត់ខឹងយើងតែមួយផ្លែតក៏ដោយទោះបីសេចក្តីព្រួយរបស់គាត់អាចនឹងមានការខ្មាស់អៀនគាត់អាចនឹងមានការធ្នើសចិត្តប៉ុន្តែនៅពេលដែលគាត់ពិចារណាពីសេចក្តីដែលគាត់បានធ្វើពីអ្វីដែលយើងបានប្រាប់ហើយគាត់ទៅពិចារណាក្នុងព្រះគម្ពីរគាត់បើកទៅក្នុងព្រះគម្ពីរមើលថាតើសេចក្តីដែលគាត់បានឮពីបងប្អូនប្រាប់នោះការប្រព្រឹត្តរបស់គាត់នោះពិតជាខុសនឹងព្រះគម្ពីរដែរឬអត់ហើយបើខុសមែនគាត់នឹងធ្វើការផ្លាស់ប្រែវាជាការចំណេញមិនមែនខាតទេទោះបីជាគាត់មិននិយាយរកយើងរយៈពេលមួយផ្លែតក៏ដោយប៉ុន្តែនៅពេលដែលគាត់ពិចារណាសេចក្តីដែលមាននៅក្នុងព្រះគម្ពីរគាត់នឹងធ្វើការផ្លាស់ប្រែចិត្តហើយយើងនឹងមានអំណរដល់ព្រោះតែបងប្អូនរបស់យើងបានផ្លាស់ប្រែចិត្តប៉ុន្តែតើយើងទាំងអស់គ្នាត្រូវព្រួយដែរឬទេពេលខ្លះក្នុងនាមជាមនុស្សយើងត្រូវខ្វល់ខ្វាយហើយប៉ុន្តែព្រះគម្ពីរបានដាស់តឿនប្រាប់យើងទាំងអស់គ្នានៅក្នុងភីលីបចំពុកទី4ខទី6ភីលីបចំពុកទី4ខទី6បានប្រាប់ថាកុំឲ្យខ្វល់ខ្វាយអ្វីឡើយចុះទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិស្ឋាននិងពាក្យទូលអង្វរទាំងពាក្យអរព្រះគុណផងនៅពេលណាដែលយើងបានធ្វើកិច្ចការដែលយើងត្រូវធ្វើនៅពេលណាដែលយើងធ្វើអ្វីដែលយើងគួរគប្បីនឹងធ្វើក្នុងការបង្ហាញសេចក្តីស្រឡាញ់នៅក្នុងការប្រកាសដំណឹងល្អនៅក្នុងការរស់នៅយើងមិនត្រូវខ្វល់ខ្វាយទេយើងត្រូវថ្វាយទាំងអស់យើងត្រូវទូលទាំងអស់ទៅព្រះជាម្ចាស់ដើម្បីឲ្យព្រះអង្គបានធ្វើការនៅក្នុងចិត្តគេដើម្បីឲ្យព្រះអង្គបានធ្វើការនៅក្នុងចិត្តរបស់យើងឲ្យយើងទាំងអស់គ្នាបានព្យាយាមរស់នៅក្នុងសេចក្តីពិតឲ្យយើងទាំងអស់គ្នាបានព្យាយាមស្ដាប់តាមសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរដូច្នេះបងប្អូនហើយពេលខ្លះយើងអាចនឹងមានការព្រួយលំបាកពេលខ្លះយើងអាចនឹងប្រឈមមុខជាមួយនឹងទុក្ខលំបាកផ្សេងជាច្រើនប៉ុន្តែការដែលយើងត្រូវធ្វើយើងត្រូវតែធ្វើពីព្រោះជាបង្គាប់របស់ផងព្រះ